បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube បាទអឺខ្ញុំមានវីដេអូមួយចែកម្លែកទៅដល់ពុកម៉ែបងប្អូនទៅលើរបៀបថែរក្សាសម្អាតនៅប្រអប់ខ្សែពីនបងប្អូនណាហ្នឹងហើយអញ្ចឹងការថែរក្សានៅប្រអប់ខ្សែពីននេះជាទូទៅបងប្អូនខ្លះគាត់អត់ដឹងទេជាពិសេសបងប្អូនយើងស្រីដែលគាត់ជិះម៉ូតូថ្មីឬក៏ម៉ូតូមួយទឹកអីហ្នឹងទូទៅគាត់ឲ្យតែទៅមុខគឺគាត់ដឹងតែមូលហ្គាទេតែចំណុចសំខាន់គាត់អត់ដឹងថារបស់ហ្នឹងវាមានបញ្ហាអីមួយឬក៏ម៉ូតូហ្នឹងវាខ្សោយឬវាលឺសំឡេងប្លែកឬក៏វាលបឿនថយអីវាគាត់អត់ដឹងទេហ្នឹងហើយអញ្ចឹងគាត់ដឹងតែមូលហ្គាទៅមុខគឺដឹងគាត់នឹងក៏ដឹងគាត់ជិះទៅហើយចាក់សសាំងហើយគឺកង់មុខកង់ក្រោយតឹងហើយគឺគាត់ប្រយឯងអត់នៅទេបងប្អូនអញ្ចឹងខ្ញុំមកណែនាំវីដេអូនេះចែកជូនទៅដល់បងប្អូនទាំងអស់គ្នាទាំងប្រុសទាំងស្រីដែលបងប្អូនមិនមែនជាជាងហ្នឹងហើយមិនមែនជាជាងបងប្អូនដែលគាត់ជិះធ្វើជាកម្មការនីរោងចក្រក៏ដូចជាបងប្អូនជិះទូទៅនៅក្នុងបាទប្រទេសរបស់យើងអញ្ចឹងបងប្អូនកុំភ្លេចនេះយើងត្រូវឲ្យជាងបើយើងអត់ចេះយើងត្រូវឲ្យជាងបាទដោះនេះប្រអប់បងប្អូននេះប្រអប់ហើយប្រអប់ខ្សែពីនប្រអប់ស្បែករត់ហ្នឹងស្បែកប្រឹងហ្នឹងបងប្អូនណាហ្នឹងហើយហ្នឹងយើងដោះដើម្បីឲ្យជាងផ្លុំសម្អាតកតិចធូលីដែលនៅក្នុងប្រអប់ខ្សែពីនហ្នឹងគឺវាកាក់កលច្រើនពេលយើងធ្វើដំណើរឬក៏យើងបងប្អូនខ្លះអត់ដឹងសោះថាម៉ូតូរបស់យើងនឹងមានកតិចធូលីដែលបណ្ដាលឲ្យម៉ូតូរបស់យើងមានបញ្ហាឆាប់ខូចខ្សែពីនមានបញ្ហាលន់ស្នូមានបញ្ហាថ្វាយលបឿនបងប្អូនខ្លះដឹងទេតែត្រង់នេះហើយខ្ញុំធ្វើវីដេអូចែកម្លែកសម្រាប់ជាចំណេះចេះដឹងទៅដល់បងប្អូនទាំងអស់គ្នាហ្នឹងហើយបងប្អូននេះមើលកតិចធូលីដែលវាហុយមើលដែលវាឆេះហើយវាស្ទឹកក្តិចរិលសម្រាប់នៅកលក្នុងប្រអប់ខ្សែពីនហ្នឹងបងប្អូនណាហ្នឹងហើយបងប្អូនឃើញស្រាប់ហើយផ្លុំទៅគឺខ្ទាតកតិចហុយខ្លាំងមែនទែនហ្មងអញ្ចឹងបងប្អូនធ្វើដូចខ្ញុំប្រាប់នេះទៅបងប្អូនណានឹងអាចផ្ដល់ជាផលល្អសម្រាប់បងប្អូនធ្វើដំណើរឬក៏បងប្អូនជិះជារៀងរាល់ថ្ងៃហ្នឹងគឺផលល្អខ្លាំងបងប្អូនហើយកំណើននៃការទឹកទៅគឺវាថយហើយយើងត្រួតជិះចូលវាអត់ចេះលន់ស្នូហើយក៏វាលបឿនវាថៃបងប្អូនមើលហុយនឹងមើលកម្រិតនៃការសឹករីរិលមើលបាទខ្ញុំមិនមែនធ្វើវីដេអូនេះសម្រាប់ដើម្បីផលប្រយោជន៍ឬដើម្បីធ្វើអីមួយដើម្បីសម្រាប់ឲ្យបងប្អូនយើងបាទចង់មើលដល់គ្មានន័យទេចឹងចង់បងប្អូនមើលមានតម្លៃមានប្រយោជន៍សម្រាប់វីដេអូរបស់ខ្ញុំហើយខ្ញុំធ្វើនេះចែកចម្លែកសម្រាប់បងប្អូនដែលគាត់អត់ចេះបងប្អូនណាបងប្អូនណាដែលចេះបងរៀមច្បងគាត់ដែលមានជំនាញបាទច្រើនជាងខ្ញុំក៏សូមអភ័យទោសបងប្អូននឹងខ្ញុំធ្វើវីដេអូសម្រាប់បងប្អូនដែលគាត់អត់ចេះអត់យល់ហើយគាត់បានដឹងបានយល់ហើយគាត់ប្រើសេវាកម្មដើម្បីឲ្យជាងឬក៏យើងធ្វើរនឯងបានចៅដូចជា10ក្រោយបងប្អូនមិនច្រើនទេដល់លេខ8បើយើងធ្វើបានឬយើងធ្វើទៅបើយើងធ្វើបានអត់មានឧបករណ៍ធ្វើយើងឲ្យជាងធ្វើទៅសេវាកម្មវាអត់ថ្លៃទេ$1ទេបងប្អូននឹងកន្លែងខ្ញុំគឺយក$1ផ្លុំឲ្យសម្អាតឲ្យហើយរៀបចំឲ្យមកស្អាតវិញចឹងចំណុចនេះបងប្អូនគួរតែយល់គួរតែដឹងទាំងអស់គ្នាវីដេអូរបស់ខ្ញុំចែកចម្លែកបងប្អូនសម្រាប់ឲ្យបងប្អូនមានផលប្រយោជន៍និងប្រើបានយូររបស់យើងនីមួយមិនមែនទិញ100 200លុយខ្មែរបងប្អូនបើយើងគិតថាយើងទិញធូរឬក៏ទិញថ្លៃដែរมันសំខាន់ទេសំខាន់យើងថែយើងបាទយើងសម្អាតទាំងលាងទឹកសម្អាតទាំងបាទមើលប្រេងម៉ាស៊ីនទាំងមើលសាំងទាំងការថែទាំសពបែបយ៉ាងបងប្អូនហ្នឹងហើយយើងត្រូវតែមានការថែទាំជារៀងរាល់ខែជារៀងរាល់សប្តាហ៍បានរបស់យើងជិះទៅបានយូរហើយបងប្អូនឃើញស្រាប់ហើយផលនៃការប៉ះពាល់ទៅលើរបស់ប្រើប្រាស់របស់យើងឃើញស្រាប់ហើយមិនមែនជារឿងទូចតាចទេគឺជារឿងធំมันខុសពីមនុស្សទេបងប្អូនយើងថែសុខភាពទៅយើងអាយុកាលបានវែងបានយូរ
รถยนต์ឬក៏ម៉ូតូក៏ចឹងដែរបើយើងថែទៅយើងប្រើប្រាស់បានយូរវែងហើយខ្ញុំក៏ធ្វើនេះមិនមែនថាចង់ឲ្យបងប្អូននឹងចេះដឹងជាងបងប្អូននៅតែគ្រាន់ថាបងប្អូនខ្លះគាត់អត់ទាន់ដឹងបងប្អូនខ្លះក៏គាត់ដឹងច្រើនអញ្ចឹងខ្ញុំនឹងធ្វើវីដេអូចែកម្លែកទៅបងប្អូនណានឹងចែកម្លែកដើម្បីឲ្យបងប្អូនយើងបានដឹងទាំងអស់គ្នាហើយម្យ៉ាងវិញទៀតបងប្អូនបងម្ចាស់ម៉ូតូនេះគាត់ជឿជាក់សេវាកម្មកន្លែងខ្ញុំអញ្ចឹងខ្ញុំក៏បាទបានធ្វើឲ្យគាត់ជារៀងរាល់ខែបាទជារៀងរាល់ខែក្នុងមួយខែគាត់ដោះផ្លុំម្ដងបាទបើសិនជាគាត់រវល់ខ្លះគាត់អាចដល់មួយខែឬក៏មួយសប្តាហ៍ទៅមួយខែមួយសប្តាហ៍ឬមួយខែកន្លះចឹងបាទគាត់ផ្លុំម្ដងស្រាប់តាមពេលវេលាគាត់ទន្លេគាត់រវល់ចឹងបងប្អូនហ្នឹងហើយគាត់ទុកចិត្តនិងគាត់ជឿជាក់ណាស់កន្លែងខ្ញុំគាត់ឲ្យធ្វើឲ្យមិនដែលខកខានទេហើយគាត់ថាជាស្រួលបាទវីដេអូដែលខ្ញុំធ្វើគឺចែករំលែកឲ្យបងប្អូនដឹងឮបានយល់បានស្គាល់ពីតម្លៃនៃការថែទាំរបស់ម៉ូតូបាទអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូខ្ញុំមានតម្លៃវីដេអូខ្ញុំបាទល្អវីដេអូខ្ញុំធ្វើទៅសម្រាប់ចំណេះចេះដឹងសូមបងប្អូនជួយចុច Subscribe និងចុចសញ្ញារូបកណ្ដឹងម្នាក់មួយបងប្អូនណាហ្នឹងហើយសម្រាប់លើកទឹកចិត្តឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតហើយរឿងនេះជារឿងដែលសំខាន់ជាងគេបំផុតបងប្អូនដែលយើងគិតថាมันជាធំដុំតែបើបងប្អូនភ្លេចចំណុចហ្នឹងគឺជារឿងមួយដែលយើងពិបាកជិះយើងមិនស្រួលជិះទេបងប្អូនសោកចោលអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនណាហ្នឹងហើយក៏សូមអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនាតែដល់រហូតដល់ចប់អរគុណច្រើនបាយបាយ